Sabda ti sai Saprambai Thngai ti bay Thngai ti buồn Romang pi Hai dương khnyom miênពាក្យទំនាយដ៏ពិតជាងដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាមដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹតទល់តែថ្ងៃភ្លឺឡើងហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នាពេត្រុសខ្សែទី2ចំពុក1ខ19កពេត្រុសបាននាំយកពាក្យទំនាយទៅប្រៀបប្រដូចនឹងចង្កៀងដែលភ្លឺក្នុងទីងងឹតករណីនេះបង្ហាញថាយុគសម័យនេះគឺជាទីងងឹតដែលស្ថិតនៅក្នុងយុគដ៏ងងឹតរ៉ូមចំពុក13ខ12ហើយមនុស្សទាំងអស់នៅក្នុងពិភពលោកនេះកំពុងធ្វើចលនានិងធ្វើសកម្មភាពក្នុងសេចក្តីងងឹត2ពាក្យទំនាយនៅក្នុងបទគម្ពីរដែលជាចង្កៀងភ្លឺដល់ពួកអ្នកជឿបានបញ្ជូនពន្លឺខាងវិញ្ញាណដើម្បីបំភ្លឺនៅក្នុងសេចក្តីងងឹតរបស់ពួកគេមិនមែនគ្រាន់តែជាចំណេះដឹងតាមតួអក្សរដែលមានសម្រាប់ការយល់ដឹងនៅក្នុងខួរក្បាលនោះទេដើម្បីដឹកនាំពួកគេចូលទៅកាន់ថ្ងៃដ៏ភ្លឺចិញ្ចែងរហូតដល់ឲ្យឆ្លងផុតយប់ដ៏ងងឹតទល់តែថ្ងៃភ្លឺឡើងគឺជាថ្ងៃដែលព្រះអង្គម្ចាស់លេចមក3មុនពេលព្រះអង្គម្ចាស់ដែលជាដួងអាទិត្យលេចមកយើងចាំបាច់ត្រូវមានពាក្យទាំងនេះជាពន្លឺដែលបំភ្លឺដល់ជំហានរបស់យើងជានិច្ចខថ្ងៃភ្លឺឡើងពេត្រុសខ្សែទី2ចំពុក1ខ19គឺជាពាក្យប្រៀបធៀបដែលពណ៌នាថាវេលាដែលនឹងមកដល់នោះនឹងក្លាយជាពេលវេលាដែលពោពេញទៅដោយពន្លឺដូចជាថ្ងៃភ្លឺឡើងដ៏ភ្លឺចិញ្ចែងហើយមុនពេលភ្លឺឡើងក៏មានផ្កាយព្រឹករះឡើងនៅក្នុងចិត្តរបស់ពួកអ្នកជឿដែលបានភ្លឺនិងបានបំភ្លឺដោយសារការយកចិត្តទុកដាក់តាមពាក្យទំនាយដែលបំភ្លឺនៅក្នុងបទគម្ពីរនៅគ្រាដែលមានការក្បត់ការរាថយពួកអ្នកជឿយកចិត្តទុកដាក់តាមរឿងនេះនោះប្រកាសជាល្អដើម្បីឲ្យពាក្យទំនាយដែលជាចង្កៀងអាចនឹងបំភ្លឺឆ្លងកាត់សេចក្តីងងឹតនៃការក្បត់តលតែថ្ងៃភ្លឺឡើងដល់ពួកគេរឿងនេះនឹងលើកទឹកចិត្តហើយជាហេតុធ្វើឲ្យអ្នកទាំងនោះស្វែងរកវត្តមានរបស់ព្រះអង្គម្ចាស់ដោយស្មោះអស់ពីចិត្តនិងចាំយាមដើម្បីឲ្យពួកគេនឹងមិនខកខានការជួបជាមួយព្រះអង្គម្ចាស់នៅក្នុងផ្នែកដ៏សម្ងាត់នៃការយាងត្រឡប់មកផារ៉ូហែលរបស់ព្រះអង្គម្ចាស់ជាពេលវេលាដែលព្រះអង្គនឹងយាងមកដូចចោរ3ពាក្យប្រៀបធៀបនេះត្រូវតែបង្ហាញពីសម័យកាលខាងមុខដែលជាយុគសម័យនគរជាថ្ងៃដែលនឹងភ្លឺឡើងនៅពេលដែលព្រះអង្គម្ចាស់លេចមកយាងមកខ16ក្នុងនាមជាដួងអាទិត្យនៃសេចក្តីសុចរិតម៉ាកុសចំពុក4ខ2មីកាែល4:2ដែលពន្លឺរបស់ទ្រង់នឹងបំភ្លឺជ្រាបចូលសេចក្តីងងឹតក្នុងយុគនៃយុគសម័យបច្ចុប្បន្ននេះមុនពេលនោះដែលជាពេលវេលាដ៏ងងឹតបំផុតក្នុងពេលយប់ព្រះអង្គម្ចាស់នឹងលេចមកដូចជាផ្កាយព្រឹកវិវរណៈចំពុក2ខ28ចំពុក22ខ16ដល់មនុស្សទាំងអស់ដែលចាំយាមនិងរំពឹងក្នុងការលេចមកជាថ្មីដ៏គួរស្រឡាញ់របស់ទ្រង់
ធីម៉ូថេខ្សែទី2ចំពុក4ខ8 5. មនុស្សទាំងនេះគឺជាអ្នកដែលទទួលការបំភ្លឺដោយពន្លឺនៃពាក្យទំនាយដែលអាចនាំពួកគេមកដល់ថ្ងៃដែលនឹងភ្លឺឡើង 6. ប្រសិនបើយើងយកចិត្តទុកដាក់តាមព្រះបន្ទូលដែលមាននៅក្នុងព្រះគម្ពីរដែលបំភ្លឺដូចជាចង្កៀងដែលនៅក្នុងទីងងឹតនោះយើងនឹងមានព្រះអង្គរះឡើងក្នុងចិត្តរបស់យើងដើម្បីបំភ្លឺនៅក្នុងសេចក្តីងងឹតនៃការក្បត់ដែលយើងកំពុងស្ថិតនៅក្នុងសប្តាហ៍ថ្ងៃនេះមុនការយាងលេចមកជាក់ស្ដែងរបស់ទ្រង់ក្នុងនាមជាផ្កាយព្រឹកអាមែនសប្តាហ៍ទី48ថ្ងៃទី3ការបម្រុងចិញ្ចឹមនៅពេលព្រឹកពេត្រុសខ្សែទី2ចំពុក1ខ19ហើយយើងខ្ញុំមានពាក្យទំនាយដ៏ពិតជាងដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់តាមដូចជាតាមចង្កៀងដែលភ្លឺក្នុងទីងងឹតទាល់តែថ្ងៃភ្លឺឡើងហើយផ្កាយព្រឹករះឡើងក្នុងចិត្តអ្នករាល់គ្នារ៉ូមចំពុក13ខ12យប់យូរណាស់ហើយថ្ងៃក៏ជិតរះដូច្នេះយើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញហើយពាក់គ្រឿងសឹករបស់ពន្លឺវិញទាំងស្មាបន្ទាល់របស់ពួកសាវកនិងពាក្យទំនាយនៅក្នុងបទគម្ពីរសុទ្ធតែជាការបំភ្លឺនៃសេចក្តីងងឹតសេចក្តីពិតការបំភ្លឺនេះគឺជាផ្នែកមួយនៃការចាត់ត្រៀមរបស់ព្រះជាការចាត់ត្រៀមដែលព្រះបានរៀបចំដោយព្រះចេស្តារបស់ទ្រង់ដើម្បីឲ្យកូនទាំងឡាយដែលទ្រង់បានជ្រើសរើសអាចគេចចេញពីមច្ចាដិដ្ឋិនិងការក្បត់សាសនាបាន នៅក្នុងពេត្រុសខ្សែទី2ចំពុក1ខ19បន្ទាប់ពីបាននិយាយដល់បទពិសោធន៍ផ្ទាល់ខ្លួនដែលមានចំពោះសេរីល្អរបស់ព្រះអង្គម្ចាស់នៅក្នុងការផ្លាស់ប្រែរូបរាងរបស់ទ្រង់នៅក្នុងខ17និងខ18ហើយពេត្រុសនៅតែនិយាយបន្តទៅទៀតដល់ពាក្យទំនាយដើម្បីនឹងបញ្ជាក់និងចម្រើនកម្លាំងដល់ស្មាបន្ទាល់របស់គាត់ពេត្រុសបង្ហាញថាការដែលពួកអ្នកជឿទាំងឡាយយកចិត្តទុកដាក់ចំពោះពាក្យទំនាយគឺល្អហើយករណីនេះមានន័យថាពួកគេបានសិក្សាពាក្យទាំងទំនាយនៅក្នុងគ្រាសញ្ញាចាស់ហើយយកចិត្តទុកដាក់ចំពោះព្រះបន្ទូលទាំងនោះអំណានថ្ងៃនេះពេត្រុសបាននាំយកពាក្យទំនាយនៅក្នុងបទគម្ពីរទៅប្រៀបប្រដូចនឹងចង្កៀងដែលភ្លឺក្នុងទីងងឹត ករណីនេះបង្ហាញថាយុគសម័យនេះគឺជាទីងងឹតដែលស្ថិតនៅក្នុងយប់ដ៏ងងឹតរ៉ូមចំពុក13ខ12ហើយមនុស្សទាំងអស់នៅក្នុងពិភពលោកនេះកំពុងធ្វើចលនានិងធ្វើសកម្មភាពនៅក្នុងសេចក្តីងងឹតពាក្យទំនាយនៅក្នុងបទគម្ពីរដែលជាចង្កៀងភ្លឺដល់ពួកអ្នកជឿបានបញ្ជូនពន្លឺខាងវិញ្ញាណដើម្បីបំភ្លឺនៅក្នុងសេចក្តីងងឹតរបស់ពួកគេមិនមែនគ្រាន់តែជាចំណេះដឹងតាមតួអក្សរដែលមានសម្រាប់ការយល់ដឹងនៅក្នុងខួរក្បាលនោះទេដើម្បីដឹកនាំពួកគេចូលទៅកាន់ថ្ងៃក៏ថ្ងៃដ៏ភ្លឺចេញចែងរហូតដល់ឲ្យឆ្លងផុតយុគដ៏ងងឹតទាល់តែថ្ងៃភ្លឺឡើងគឺជាថ្ងៃដែលព្រះអង្គម្ចាស់លេចមកមុនពេលព្រះអង្គម្ចាស់ដែលជាដួងអាទិត្យលេចមកយើងចាំបាច់ត្រូវមានពាក្យទាំងនេះជាពន្លឺដែលបំភ្លឺដល់ជំហានរបស់យើងជានិច្ចពេត្រុសបាននិយាយថាការដែលយើងយកចិត្តទុកដាក់ចំពោះពាក្យទំនាយរហូតដល់មានពន្លឺថ្ងៃរះថ្ងៃថ្មីនៃថ្ងៃថ្មីនិងផ្កាយព្រឹកបានរះឡើងនៅក្នុងចិត្តរបស់យើងគឺជារឿងដ៏ល្អព្រះបន្ទូលនេះថែមទាំងជាពាក្យ
ប្រៀបធៀបដែលពណ៌នាថាពេលវេលាដែលនឹងមកដល់នោះនឹងคล้ายជាពេលវេលាដែលពេលពោពេញទៅដោយពន្លឺដូចជាថ្ងៃភ្លឺឡើងដល់ភ្លឺចេញចែងហើយមនុស្សពេលភ្លឺឡើងក៏មានផ្កាយព្រឹករះឡើងនៅក្នុងចិត្តរបស់ពួកអ្នកជឿដែលបានភ្លឺនិងបានបំភ្លឺដោយសារការយកចិត្តទុកដាក់តាមពាក្យទំនាយដែលបំភ្លឺនៅក្នុងបទគម្ពីរការដែលពួកអ្នកជឿយកចិត្តទុកដាក់តាមរឿងនេះនោះប្រាកដជាល្អដើម្បីឲ្យពាក្យទំនាយដែលជាចង្គៀងអាចនឹងបំភ្លឺឆ្លងកាត់សេចក្តីងងឹតនៃការក្បត់ទាល់តែថ្ងៃភ្លឺឡើងដល់ពួកគេរឿងនេះនឹងលើកទឹកចិត្តហើយជាហេតុធ្វើឲ្យអ្នកទាំងនោះស្វែងរកវត្តមានរបស់ព្រះអង្គម្ចាស់ដោយស្មោះអស់ពីចិត្តនិងចាំយាមដើម្បីឲ្យពួកគេនឹងមិនខកខានការជួបជាមួយព្រះអង្គម្ចាស់នៅក្នុងផ្នែកដ៏សម្ងាត់នៃការយាងត្រឡប់មកជារហែលរបស់ព្រះអង្គម្ចាស់ជាពេលវេលាដែលព្រះអង្គនឹងយាងមកដូចចោរម៉ាថាយជំពូក24ខ27ថេសាឡូនីកជំពូក2ខ8ដូច្នេះពាក្យប្រៀបធៀបនេះត្រូវតែបង្ហាញពីសម័យកាលខាងមុខដែលជាយុគសម័យនគរជាថ្ងៃដែលនឹងភ្លឺឡើងនៅពេលវេលាព្រះអង្គម្ចាស់លេចមកយាងមកខ16ក្នុងនាមជាដួងអាទិត្យនៃសេចក្តីសុចរិតមីកាលជំពូក4ខ2ដែលពន្លឺរបស់ទ្រង់នឹងបំភ្លឺជ្រាបចូលសេចក្តីងងឹតក្នុងយុគនៃយុគសម័យបច្ចុប្បន្ននេះមុនពេលដល់ពេលនោះដែលជាពេលវេលាដ៏ងងឹតបំផុតក្នុងពេលយប់ព្រះអង្គម្ចាស់នឹងលេចមកដូចជាផ្កាយព្រឹកវិវរណៈចំពុក2ខ28 22ខ16ដល់មនុស្សទាំងអស់ដែលចាំយាមនិងរំពឹងក្នុងការលេចមកជាថ្មីដ៏គួរស្រឡាញ់របស់ទ្រង់ទីម៉ូថេសារទី2ចំពុក4ខ8មនុស្សទាំងនេះគឺជាអ្នកដែលបានទទួលការបំភ្លឺដោយពន្លឺនៃពាក្យទំនាយដែលអាចនាំពួកគេមកដល់ថ្ងៃដែលនឹងបំភ្លឺឡើងពេលវេលាដែលព្រះអង្គម្ចាស់ជិតនឹងលេចមកអាចប្រៀបដូចជាពេលព្រលឹមជាពេលដែលព្រះអង្គម្ចាស់យេស៊ូវនឹងធ្វើជាផ្កាយព្រឹកដល់ពួកអ្នកជឿដែលចាំយាមរបស់ទ្រង់ទោះបីជាអ្វីៗទាំងអស់ដែលបាននិយាយមកនេះសុទ្ធតែត្រឹមត្រូវក៏ដោយក៏អ្វីដែលពេត្រុសកំពុងនិយាយនៅត្រង់នេះនៅតែមានច្រើនជាងនោះទៅទៀតដែរតាមពិតនៅក្នុងពេត្រុសខ្សែទី2ចំពុក1ខ19ពេត្រុសកំពុងនិយាយអំពីរឿងពីក្នុងពេលតែមួយគាត់កំពុងបាននិយាយថាលោកីយ៍ទាំងមូលនេះគឺជាទីងងឹតហើយយុគសម័យបច្ចុប្បន្ននេះគឺជាយុគដ៏ងងឹតបើយើងគ្មានពាក្យទាំងទំនាយដែលមាននៅក្នុងព្រះគ្រីស្ទទេយើងក៏ធ្លាក់នៅក្នុងសេចក្តីងងឹតដែរពីព្រោះយើងនឹងគ្មានចង្គៀងប៉ុន្តែពាក្យទំនាយគឺចង្គៀងរបស់យើងដែលបំភ្លឺនៅក្នុងសេចក្តីងងឹតនៅពេលយើងយកចិត្តទុកដាក់ចំពោះពាក្យទំនាយនេះយើងទទួលបានការបំភ្លឺពីពន្លឺនៅចុងក្រោយពន្លឺនេះនឹងបំភ្លឺរហូតដល់ថ្ងៃខាងវិញ្ញាណភ្លឺឡើងនៅក្នុងយើងហើយផ្កាយព្រឹករះឡើងក្នុងចិត្តរបស់យើងដូច្នេះរឿងដំបូងដែលពេត្រុសកំពុងនិយាយដល់គឺថ្ងៃខាងវិញ្ញាណជាថ្ងៃភ្លឺឡើងក្នុងយើងរឿងមួយទៀតដែលពេត្រុសបាននិយាយដល់គឺថ្ងៃនៅពេលអនាគតគឺថ្ងៃដែលព្រះអង្គម្ចាស់យាងត្រឡប់មកវិញ